តោះថ្ងៃនេះមកស្ដាប់ប្រវត្តិរឿងប្រម៉ែគង់ស្អ៊ីមទាំងអស់គ្នានៅប្រទេសចិនហ្នឹងមានស្ដេចប្រុសហើយនិងស្ដេចស្រីមានកូនស្រីជាមួយគ្នា2នាក់ហើយថ្ងៃមួយហ្នឹងប្រពន្ធរបស់ស្ដេចប្រុសហ្នឹងគាត់យល់សពឃើញថាគាត់បានដេញចាប់ពលឺភ្លឺចែងចាំងស្រស់បំប្រងអញ្ចឹងណាគាត់តាមចាប់គាត់តាមយកញាក់មកគាត់ក៏ទៅឲ្យហោរាគាត់គេទាយឃើញថាមានអ្នកមានបុណ្យហ្នឹងមកកើតជាកូនស្រីរបស់គាត់ក្នុងគោលបំណងមកប្រោះព្រំសត្វលោកដើម្បីឲ្យផុតពីទុក្ខផុតពីទោសស្ដេចទាំងពីរហ្នឹងក៏សប្បាយចិត្តថាបានកូនអ្នកមានបុណ្យមកកើតអីចឹងណាដល់ពេលកូននឹងកើតមកពួកសត្វព្រៃសត្វបក្សាបក្សីសត្វស្លាបនាំគ្នាមកស្រែកច្រៀងស្រែកយំមកអបអរសាទរអញ្ចឹងណាមែនតែបក្សាបក្សីសូម្បីតែផ្កាក៏ដោយក៏រីកស្គុះស្គាយបញ្ចេញក្លិនក្អូបពេញវាំងនឹងឯងហើយថ្ងៃដែលគាត់ប្រសូតហ្នឹងណាស្ដេចប្រុសហ្នឹងក៏គេជប់លៀងគេសម្លាប់សត្វគឺជប់លៀងសបាយអីចឹងទៅតែកូនស្រីនឹងកើតមកយំរហូតដល់ថាធ្វើមិនបានបាត់ទេមានអ្នកចាស់ព្រឹទ្ធាចារ្យមួយនឹងដើរចូលមកប្រាប់ថាកូនអ្នកឯងកើតមកជំរឿធំឡើងបានខ្លាយទៅជាអ្នកបួសហើយអូយស្ដេចឮថាកូនស្រីបានខ្លាយជាអ្នកបួសក៏ភ័យស្ដីឲ្យអាចាស់ព្រឹទ្ធាចារ្យនឹងថាឲ្យហើយថាមិនជឿទេបើលោកឯងទាយប្រកែមែនបានអីជាឬថាជាផោះតាងអញ្ចឹងមកបញ្ជាក់ថាវាជាការពិតអញ្ចឹងណាចាស់ព្រឹទ្ធាចារ្យហ្នឹងក៏គាត់និយាយថានេះដែលពនាងកំពុងតែយំខ្លាំងនេះគឺដោយសារតែការបាត់បង់ជីវិតការលះបង់ជីវិតរបស់សត្វដទៃដើម្បីថ្ងៃកណ្ដាលរបស់គាត់អញ្ចឹងណាគាត់និយាយចប់ហើយចាស់ព្រឹទ្ធាចារ្យហ្នឹងក៏ចូលទៅលួងពនាងហ្នឹងលួងអញ្ចឹងទៅពនាងហ្នឹងក៏បាត់យំអញ្ចឹងទៅពេលពនាងបាត់យំហើយចាស់ព្រឹទ្ធាចារ្យហ្នឹងក៏ដើរទៅស្រាប់បាត់ខ្លួនដើររបៀបដើរបាត់ខ្លួនបាត់មកពេចអញ្ចឹងណាដល់ពេលពនាងចាប់ផ្ដើមធំអូយលោកអើយគឺតមណាស់មិនញ៉ាំសាច់មិនញ៉ាំម្ហូបដែលមានរសជាតិដិតដូចជារបៀបថាម្ហូបដាក់ខ្ទឹមសដាក់អីអញ្ចឹងឈ្ងុយអីអញ្ចឹងអត់ញ៉ាំទេញ៉ាំទៅគឺក្អួតហើយពេលដើរលេងអញ្ចឹងសូម្បីតែឃើញសម្ោចវាឆ្លោះគ្នាប្រខំគ្នាដណ្ដើមចំណៃគ្នាក៏ទៅយកស្ករគ្រាប់ខ្លួនឯងហ្នឹងយកមកចែកឲ្យសម្ោចឲ្យស្មើគ្នាកុំឲ្យចំណែនគ្នាកុំឲ្យឆ្លោះគ្នាថ្ងៃមួយហ្នឹងទៅអង្គុយក្រោមដើមឈើតាមទៅលឺសលេងរៃយំខ្លាំងមែនតែនតាមហោរៃយំនៅតាណារៃស្រាប់តែឃើញកដោបកំពុងតែខ្ញៅសត្វរៃចង់ស៊ីរៃយល់ទេដល់ឃើញអញ្ចឹងហើយអត់នៅយូរទេគឺទៅជួយរៃអញ្ចឹងតម្រង់ទៅជួយដល់កដោបយីជីហ្នឹងវាត្រូវបានចំណៃស៊ីតែដល់ពេលពនាងទៅជួយអញ្ចឹងទៅក៏ខំពនាងមិនទាន់ក៏ប្រើអាកញ្ញាំវាហ្នឹងមកខ្វាដៃពនាងអញ្ចឹងទៅពនាងមុតអញ្ចឹងទៅក៏ធ្លាក់ពីលើកៅអីហ្នឹងមកផ្កាប់មុខដួលផ្កាប់មុខទៅអាយ៉ាក្បាលអាយ៉ានៅចំកណ្ដាលថ្ងាសហ្នឹងណាអើយហេតុតាស្រឡាញ់សត្វចង់ជួយគេជួយសត្វលឹងអ្នកបំរើគេឯងគេមើលមកគេថាពនាងហ្នឹងអត់គ្រប់ទឹកទេយល់អត់ដល់ពនាងក៏ពេញចិត្តអត់មានអារម្មណ៍ថាសោកស្ដាយមានអារម្មណ៍ថាខឹងអីទេគឺមានអារម្មណ៍ថាពេញចិត្តនៅទង្វើដែលខ្លួនឯងបានធ្វើដែលខ្លួនឯងបានជួយគេដល់ថ្ងៃមួយហ្នឹងប្រពន្ធរបស់ស្ដេចហ្នឹងក៏ធ្លាក់ខ្លួនឈឺហើយស្រាប់តែមានមនុស្សអាចកំបាំងមកម្នាក់ទៀតហើយចូលមកប្រាប់ថាអូយមិនបាច់ចាំខំប្រឹងព្យាបាលទេពួកអីពនាងត្រូវគ្រប់អាយុ7ថ្ងៃទៀតហ្នឹងគឺស្លាប់ហើយគ្មានអីអាចព្យាបាលបានទេគឺ7ថ្ងៃទៀតត្រូវស្លាប់ហើយស្ដេចនឹងខឹងមែនតែនខឹងដែលមកមើងងាយជីវិតរបស់ប្រពន្ធខ្លួនឯងបជាឲ្យគេចាប់មនុស្សអានកំបាំងនឹងយកទៅដាក់គុកពេលស្អែកឡើងបាត់ម្នាក់នឹងបាត់គេមនុស្សអានកំបាំងទៅធ្វើអីគេកើតលោកតែ7ថ្ងៃមកដល់ស្លាប់មែនដល់ស្លាប់កូនស្រីហ្នឹងណាក៏ចាប់ផ្ដើមមានគំនិតថាចង់បួសចង់កាន់សិលតាំងពីពេលហ្នឹងមកអាស្នាមតបៅហ្នឹងក៏នៅតែមានចឹងឯងហើយឪហ្នឹងក៏ខ្លាចថាកូនធំឡើងអត់មានអ្នកចូលទៅដឹងដោយសារតែខ្លួនឯងមានស្នាមនៅកណ្ដាលថ្ងាសអញ្ចឹងខ្លាចអត់ស្អាតខ្លាចអត់មានប្រុសចូលទៅដឹងក៏តាមហូបអ្នកណាក៏ដោយឲ្យទៅប្រកែមករកឲ្យព្យាបាលកូនហូតតមានមនុស្សអាត់កំបាំងម្នាក់អាត់កំបាំងទៀតអាត់កំបាំងអត់ឈប់ចេញមកប្រាប់ថាចេះថាមានផ្កាឈូកតកកទេដែលអាចជួយបានហើយផ្កាឈូកតកកហ្នឹងគឺនៅលើភ្នំតកកមិនចាំយូរទេស្ដេចហ្នឹងក៏បញ្ជាឲ្យក្រុមសេនាទាំងឡាយហ្នឹងទៅរនៅកន្លែងដែលគេប្រាប់ហ្នឹងឯងពួកអាមាត្យហ្នឹងទៅដល់ស្រាប់តែឃើញមែនឃើញពីចង្ងាយហើយពេលដែលទៅចិត្តហើយផ្កាឈូកហ្នឹងហិតទៅឆ្ងាយហិតទៅចូលទៅចិត្តផ្កាឈូកហិតទៅឆ្ងាយអូយតតម្រៃហើយគឺអស្ចារ្យណាស់ក៏ត្រឡប់មកវាំងវិញហើយប្រាប់ព្រះអង្គនឹងថាឃើញហើយផ្កាឈូកក៏តែមិនអាចយកបាននោះទេហើយស្ដេចនឹងក៏នៅតែបញ្ជាឲ្យទៅយកអញ្ចឹងទៀតទៅរហូតទៅយកឲ្យបានបើអត់បានទេមិនបាច់មកវិញទេ
ចំណែកឯប៉ានាងវិញណាពេលធំឡើងគ្នាចេះគិតណានិយាយទៅគ្នាយកលុយយកទ្រព្យសម្បត្តិរបស់ខ្លួនឯងហ្នឹងយកទៅកសាងមន្ទីរពេទ្យសម្រាប់ព្យាបាលមនុស្សក្រីក្រអូយឪពុកនឹងខឹងខ្លាំងមែនតើព្រោះអីកូនធ្វើអ្វីដែលជាវាជារឿងដែលទើសចិត្តឪពុកហ៎យល់អត់គឺឪពុកមិនពេញចិត្តក៏បជាគេឲ្យទៅចាប់កូនចូលក្នុងវាំងវិញទៅចាប់មកឲ្យកូនក៏សារភាពថាកូនចង់ធ្វើបន់កូនចង់បំពេញបន់បំពេញកុសលចង់ជួយអ្នកដែលក្រីក្រអ្នកដែលទន់ខ្សោយឪពុកខឹងលឺឲ្យខឹងមែនតើបជាឲ្យកូនទៅនៅវត្តដាច់ស្រយាលនៅលើភ្នំនិយាយទៅប៉ុន្តែឪពុកនឹងលួចខ្សឹបប្រាប់ចៅអធិការវត្តថាហាមអត់ឲ្យកូនខ្លួនឯងមកសនុកមកសុកមកស្រួលទេមកឲ្យពិបាកឲ្យប្រើឲ្យបជាឲ្យធ្វើឲ្យនាងទ្រាំអត់បានឲ្យនាងត្រឡប់ទៅក្នុងវាំងវិញតែ story ចាគ្នាទ្រាំគ្នាធ្វើដែលពេញចិត្តទៅជាហត់មិនក៏ដោយក៏គ្នាធ្វើរហូតទៅវត្តនឹងស្អាតទៅគេល្បីវត្តនឹងរហូតដល់គេនាំគ្នាទៅវត្តនឹងច្រើនហើយរឿងហ្នឹងក៏ល្បីមកដល់ស្ដេចថាអូយវត្តហ្នឹងឥឡូវល្បីណាស់តាំងពីពនាងទៅនៅណងអីចឹងណាហើយឪនឹងខឹងណាខឹងទៀតខឹងមែនតែនក៏បជាឲ្យអាមាត្យទៅររូបវត្តនឹងហើយប្រហារជីវិតកូននៅតែនឹងឯងសាហាវណាដល់ពេលអាមាត្យរៀបនឹងប្រហារជីវិតស្រាប់តែមានខ្លាចេញមកជួយក៏ហុំហើយចាប់ពាំយកពនាងនឹងទៅនៅវត្តក្នុងព្រៃបដោយវត្តចាស់ពេលពនាងទៅដល់ក្នុងវត្តនឹងហើយគ្នាក៏បោសសម្អាតវត្តនឹងបោសសម្អាតឲ្យខ្លាយទៅជាកន្លែងខ្លួនឯងស្នាក់នៅផងកន្លែងខ្លួនឯងបំពេញសិលផងនៅបដើបំពេញសិលបដើសមាធិបដើសូត្រធម៌បដើរហូតដល់ប្រជាជនដែលដើររហូតឈើរអស់ម្ដុំហ្នឹងណាគ្នាលឺសលេងធម៌គ្នាក៏ចូលមកមើលស្រាប់តែឃើញថាមានអ្នកតាំងសិលនៅក្នុងវត្តហ្នឹងហើយវត្តហ្នឹងក៏ល្បីទៀតតែល្បីទៀតគឺដឹងដល់ឪទៀតនឹងឯងប៉ុន្តែដោយសារតែវគ្គមុនហ្នឹងឪបានបញ្ជាឲ្យគេទៅប្រហារជីវិតកូនអញ្ចឹងគឺថាកូនខ្លួនឯងស្លាប់ហើយក៏មានអារម្មណ៍ថានឹកកូនរហូតដល់មកដល់ល្បីរឿងវត្តនេះមួយទៀតបានដឹងថាកូនខ្លួនឯងអត់ទាន់ស្លាប់ទេក៏មានអារម្មណ៍ថាខុសលើកហ្នឹងបានមានអារម្មណ៍ថាបដោយកូនទៅកូនចង់ធ្វើអីធ្វើទៅក៏ប្រើអាមាត្យប្រើតាហ៊ានប្រើពួកបងអ្នកបម្រើហ្នឹងឲ្យទៅជួយកសាងវត្តហ្នឹងឲ្យស្អាតឲ្យល្អឲ្យឥតខ្ចោះរហូតដល់វត្តហ្នឹងល្បីខ្លាំងមែនតើរហូតដល់យប់មួយហ្នឹងពនាងហ្នឹងគាត់យកសពឃើញព្រះពោធិសត្វមកបញ្យល់សពថាចេះថាអនាគតរបស់យើងហ្នឹងនឹងคล้ายទៅជាអ្នកបួសคล้ายជាអ្នកប្រោះព្រំសត្វលោកឲ្យកិច្ចផុតពីទុក្ខកិច្ចផុតពីទោសហើយពនាងហ្នឹងក៏សួរថាតើថ្ងៃណាទៅពើម្ចេះព្រះពោធិសត្វហ្នឹងក៏គាត់និយាយថាថ្ងៃដែលនាងបានទទួលផ្កាឈូកតកពីភ្នំតកហើយនឹងថោគុជមានទឹកពេញមិនចេះរីងព្រមទាំងស្លឹកអីអ្វីស្លឹកអាស័យចឹងឯងយ៉ាងព្រមទាំងស្លឹកអាស័យដោតដោយខ្លួនឯងអូយអញហើយដែលចង់និយាយថាមានការកន្លែងទិញតួចឹងកុំប្រកាន់ដល់ពេលទៅពនាងហ្នឹងក៏ភ្ញាក់មកហើយក៏ព្រមទទួលបេសកកម្មមួយហ្នឹងក៏ចេញដើររកផ្កាឈូកតកចេញទៅគេហៅថាដោយចម្លងធွာដូចທາງជេងយល់ទេដល់ពេលចេញទៅអញ្ចឹងទៅវាគឺជាដំណើរផ្សងព្រេងធ្វើឲ្យគាត់ជួបមនុស្សល្អមនុស្សអាក្រក់មនុស្សល្អមនុស្សអាក្រក់ចេះជួយចេះទុកចេះដាក់វាដូចជាការពិសោធន៍វាសនាយល់អត់អារឿងគាត់ដើរចម្លងធွာហ្នឹងខ្ញុំមិនបាច់ចាំនិយាយថាគាត់ជួបអីខ្លះហ៎ឥឡូវកាត់មកដល់ចុងក្រោយតែហ្មងដំបូងហ្នឹងគឺទទួលបានថោគុជទេដល់បានថោគុជហើយព្រះពោធិសត្វហ្នឹងក៏គាត់ចេញមកបញ្យល់សពភាសាទៀតថាឲ្យនាងត្រឡប់ទៅវិញតាំងសិលណែនាំមនុស្សឲ្យស្គាល់ធម៌ស្គាល់អំពើល្អស្គាល់បាបស្គាល់បុណ្យធ្វើអញ្ចឹងរហូតតែថោផ្កាហ្នឹងមានទឹកដោយខ្លួនឯងហើយមានស្លឹកឫស្សីហ្នឹងដោយខ្លួនឯងទើបនាងអាចចូលបរិះនិព្វានបរិះនិព្វានដឹងនិយាយពាក្យហ្នឹងត្រូវខុសហើយនេះទើបនាងអាចចូលនិព្វានរបៀបថាបេសកកម្មរបស់នាងដែលនាងកើតមកដើម្បីខៃទៅជាព្រះមួយអង្គដែរហ្នឹងទើបវាបានសម្រេចបើសិនជាទឹកហ្នឹងថោហ្នឹងវាមានទឹកដោយខ្លួនឯងហើយក៏មានស្លឹកឫស្សីដោយខ្លួនឯងអញ្ចឹងណារឿងហ្នឹងក៏វាដឹងដល់ប្រជាជនក៏គេចាប់ផ្ដើមរងចាំមើលថ្ងៃដែលទឹកពេញថោហ្នឹងឯងរហូតដល់មានកូនក្មេងមួយហ្នឹងវាឆ្ងល់តែចេះថាវាមិនដែលទឹកសុកពេញខ្លួនឯងទេហើយវាមិនដែលមានស្លឹកអាស័យណាដុះមកពីថោផ្កាដោយខ្លួនឯងអញ្ចឹងដែរដល់មិនជឿអញ្ចឹងទៅក៏ទៅលួចដាក់ទឹកចូលក្នុងថោផ្កាមួយហ្នឹងលួចចាក់ទឹកចូលហើយលួចកាច់មែកអាស័យយកមកដាក់ដល់ពេលពនាងហ្នឹងគាត់ភ្ញាក់មកគាត់ឃើញទឹកពេញហើយមានស្លឹកអាស័យអញ្ចឹងគាត់ក៏ជឿថាថ្ងៃហ្នឹងគឺជាថ្ងៃចូលនិព្វានរបស់គាត់អញ្ចឹងណាអូវិជាជនក្នុងភ្លឺល្បីក្នុងភ្លឺទៅមើលថាអូចាំមើលពនាងមៀវសៀនគាត់ចូលនិព្វានហើយអីចឹងទៅ
កូនហ្នឹងឃើញគេឈូឆល្បីគ្រប់គ្នាអញ្ចឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាខុសមានអារម្មណ៍ថាអូយដោយសារតែស្នាដៃអញលេងសើចសោះធ្វើឲ្យគេជឿទាំងស្រុងធ្វើឲ្យគេជឿទាំងឬថាទាំងភូមិក្នុងគ្នាជឿក៏ដើរចូលទៅវត្តហ្នឹងលួចមើលពនាងហ្នឹងស្រាប់តែចូលទៅលួចមើលទៅស្រាប់តែគ្នាឃើញថាមានពលឺបារមីអរ៉ាចេញពីក្នុងខ្លួនរបៀបថាពនាងចូលនិព្វានហើយអីចឹងណាគ្នារបៀបថាវ៉ាវភ្ញាក់ផ្អើលរាងកាយពនាងហ្នឹងក៏មានសិលមានបារមីคล้ายជាប្រម៉ែគង់ស្អ៊ីមតាំងពីថ្ងៃហ្នឹងរហូតមកដល់បច្ចុប្បន្នប៉ុន្តែក៏ប៉ុន្តែអាប្រវត្តិពាក្យថាគង់ស្អ៊ីមហ្នឹងមិនឈ្មោះពិតរបស់គាត់ទេឈ្មោះពិតរបស់គាត់ហ្នឹងគឺឈ្មោះMusean ប៉ុន្តែដោយសារតែព្រលឹងរបស់គាត់ហ្នឹងហោះចេញពីរាងកាយហើយហោះទៅនៅក្នុងផ្កាឈូកនៅក្នុងភ្នំគង់អីនេះគង់អីគេទេដល់ទៅបានវាបូកចូលគ្នាទៅបានវាខ្លាចទៅជាព្រះម៉ែគង់សេអ៊ីមអញ្ចឹងទៅចឹងឯងអញ្ចឹងរឿងហ្នឹងក៏ចប់តែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលា